Sao, đại ban này tay mình không màu riêng là dọc cây bàn nó. Ok, nhưng mà thôi ca cho sầm nô môi bong sau đây mình nhẹ các bạn xua nhomក្នុង Facebook ញោមអានពីក្នុង comment សំខាន់អ្នកបាននេះតែអាចលះបង់ទម្លាប់ចាស់ដែលធ្វើឲ្យយើងខ្សោយបានអត់បើប្រៀបធៀបអ្នកដែលខំប្រឹងតាំងពីដើមហើយនៅតែបន្តប្រឹងបាសណាថាយើងទៅចាប់ផ្ដើមកែខ្លួនត្រូវប្រឹងខ្លាំងជាងគេពូកែស្រាប់ខ្ញុំយល់ស្របជាមួយនឹងមតិរបស់បងម្នាក់បងស្រីនងនៀតដែលក៏បាន comment នៅក្នុងវីដេអូរបស់ខ្ញុំថាសិស្សដែលបាននេះតែមានសង្ឃឹមមករៀននៅស្រុកគេបានអត់ហើយក្នុងវីដេអូហ្នឹងខ្ញុំនិយាយថាអាចមានសង្ឃឹមមករៀនបានវាអាចមានផ្លូវច្រើនប៉ុន្តែផ្លូវអាចខុសពីអ្នកដែលរៀនបកាយបន្តិចប៉ុន្តែមិនអត់ផ្លូវទេគឺមានក៏ប៉ុន្តែខ្ញុំក៏យល់ស្របជាមួយមតិរបស់បងស្រីនេះដែរគាត់ថាអ្នកបានតែអាចមកបានមែនតាមខ្ញុំយល់ comment របស់គាត់គឺអាចមកបានមែនប៉ុន្តែលុះត្រាណាតែពួកគាត់លះបង់នៅទម្លាប់ចាស់ដែលខ្ជិលរៀនដែលមិនខំប្រឹងដែលមិនសូវខ្វល់ពីការសិក្សានឹងចោលខ្ញុំសូមញ៉ាំម៉ាត់ទៅមកពី Club Hype Brand Hot ធម្មតាវាអញ្ចឹងឯងបើសិនជាយើងប្រៀបធៀបមួយគេយើងធ្លាប់ជាសិស្សដែលរៀនអបកាយហើយគេជាសិស្សម្នាក់ដែលរៀនបកាយតាំងពីដើមមកឬក៏យើងអាចនិយាយបានថាយើងធ្លាប់ជាសិស្សម្នាក់ដែលមិនដែលខំរៀនក៏មិនសូវខំរៀនខ្លាំងប្រៀបធៀបមួយគេម្នាក់ទៀតដែលគេខំរៀនតាំងពីដើមមកហើយបើយើងទៅប្រកួតមួយគេដើរយើងអត់អាចដើរដូចគេបានទេគេដើរយើងត្រូវតែរត់ឬក៏ហោះបើសិនយើងដើរតាមគេគឺអត់តាន់ទេដោយសារតែគេយល់អស់ហើយគេដើរមកតំណពីរតំណ3តំណបើយើងវិញយើងតោះតែខំប្រឹងរត់បើគេវាលយើងដើរបើគេដើរយើងទៅរត់ឬក៏ហោះបានដើម្បីតាមគេតាន់មានន័យថាម៉េចមានន័យថាឧទាហរណ៍ថាប្រៀបធៀបឧទាហរណ៍ថាគណិតវិទ្យាមួយចោះព្រោះថាខ្ញុំធ្លាប់ជាសិស្សម្នាក់ដែលអបកាយគណិតវិទ្យាកាលលើថ្នាក់ប្រហែលជាទី7ទី8អីហ្នឹងមិត្តភក្តិខ្ញុំគាត់សិតតែមានមិត្តភក្តិច្រើនណាខ្ញុំមានមិត្តភក្តិច្រើនដែលគាត់ជាសិស្សបកាយគេយកទៅរៀនប្រព័ន្ធគណិតវិទ្យាហ្នឹងកាលហ្នឹងខ្ញុំអត់ចេះអីទេប៉ុន្តែខ្ញុំចង់ចេះគណិតចង់ចេះរូបអីហ្នឹងចឹងខ្ញុំចូលទៅប្រព័ន្ធមួយគេហើយខ្ញុំមកដល់ទេខ្ញុំខំប្រឹងរៀនហ្នឹងមិនខ្ញុំនិយាយហ្នឹងមិនប្រវត្តិជោគជ័យទេណាគឺប្រវត្តិប្រហែលជាថាមិនជោគជ័យក៏ប៉ុន្តែមិនបរាជ័យទេវាជួយខ្ញុំបានច្រើនមែនទែនគឺបន្ទាប់ពីខ្ញុំទៅរៀនជាមួយគេខ្ញុំសុំគេចូលរៀនថ្នាក់ប្រព័ន្ធមួយគេដែរគណិតវិទ្យាកាលហ្នឹងតែមកដល់ផ្ទះត្រូវការរៀនប្រព័ន្ធខ្លួនឯងរៀនបន្ថែមខ្លួនឯងពីផ្ទះមើលសភៅពុំតាំងពីថ្នាក់ទី6ទី7ទី8មកពីដើមមកកាលហ្នឹងដូចថាទី8ទី9ណាអញ្ចឹងខ្ញុំត្រូវមើលសភៅគណិតវិទ្យាចាស់ពីដើមមកដើម្បីកសាងគ្រឹះឡើងវិញអាហ្នឹងវាជាឧទាហរណ៍មួយខ្ញុំមិនបានប្រកែដូចមិត្តភក្តិខ្ញុំតែខ្ញុំបាននិយាយហ្នឹងទេក៏ប៉ុន្តែបើសិនជាខ្ញុំប្រៀបធៀបជាមួយខ្លួនឯងចាំពីជំនាន់មុនតាំងពីមិនទាន់ចូលរៀនប្រព័ន្ធមិនទាន់បានខិតខំខ្លាំងហ្នឹងខ្ញុំល្អខ្លាំងជាងមុនឆ្ងាយណាស់នៅក្នុងមុខវិជ្ជាគណិតវិទ្យាហ្នឹងអញ្ចឹងនេះគឺជាទម្លាប់របស់ខ្ញុំមួយគឺខ្ញុំអត់ចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃទេខ្ញុំចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយនឹងខ្លួនឯងប៉ុន្តែអតីតកាលរបស់ខ្លួនឯងអាហ្នឹងវាបានបង្ហាញឲ្យខ្ញុំឃើញថាខ្ញុំបានលូតលាស់ពីជំហានទី1ទៅជំហានទី2ទៅជំហានទី3ហើយខ្ញុំក៏គិតថាអ្នកនរគ្នាគួរប្រៀបធៀបជាមួយខ្លួនឯងហើយកុំព្យាយាមប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃខ្ញុំអត់ចូលចិត្តការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃខ្ញុំគិតថាវាអត់ល្អដោយសារតែយើងមនុស្សម្នាក់យើងដើរផ្លូវផ្សេងគ្នាកលៈស័កផ្សេងគ្នាយើងអត់ដឹងថាគេឆ្លងកាត់អីខ្លះយើងឆ្លងកាត់អីខ្លះកលៈស័កផ្សេងគ្នាឧបសគ្គផ្សេងគ្នាអញ្ចឹងយើងត្រូវតែប្រៀបធៀបមួយខ្លួនឯងហើយខិតខំអភិវឌ្ឍខ្លួនឯងឲ្យបានល្អជាងខ្លួនឯងនៅថ្ងៃម្សិលមិញជានិច្ចអញ្ចឹងកុំបោះបង់អ្នកដែលបាននិទេសដល់ពេលដឹងខ្លួនឯងបាននិទេសហើយមានផ្លូវច្រើនណាស់រៀនតាមអនឡាញគេនិយាយទៅសម័យឥឡូវ YouTube Facebook Google តាមណាក៏មានដែរឲ្យយើងដាក់ចិត្តថាចង់គឺមិនខ្វះកន្លែងរៀនទេអូខេ